បង្គានិងម្រះទិញតាំងពីម្សិលមិញថាចង់ចៀនមួយបង្គានិងម្រះតែដើរមកឃើញត្រីកញ្ចុះល្អក៏ទិញត្រីកញ្ចុះយកមកចៀនសិនទៅម្រះក៏ទុកចាំស្អែកទុកឡើងចង់ក្រហមគ្នាអស់តែមុននឹងដើរមកដល់បន្ទប់ក៏គិតក្នុងចិត្តថាឃ្លានតាំងពីម្សិលមិញឯនេះឃ្លានខ្លាំងអញ្ចឹងហើយទិញថែមមួយទៀតទៅខ្លាចញ៉ាំអត់ឆ្អែតគិតតែមនុស្សយើងពេលឃ្លានខ្លាំងចិត្តលោភលន់អញ្ចឹងមែនតាខ្លាចខ្លួនឯងញ៉ាំអត់ឆ្អែតដល់ពេលជាក់ស្ដែងញ៉ាំអត់អស់សូន្យច្រើនពេកញ៉ាំអត់អស់ហូបឡើងចង្អល់ហូបឡើងងើបលេងចង់រួចតែឥឡូវមនុស្សយើងបានញ៉ាំយើងចាប់ផ្ដើមមកលាយគ្រឿងវាសិនខ្ញុំដាក់ពងមាន់1ពងទា3គ្រាប់ហើយម្រះខ្ញុំចិតវាជាយកក្បិតមកពីរចិតវាល្អិតបែបហ្នឹងមកហើយយើងច្បាច់អំបិលវាមកទឹកមកយើងទុកឲ្យវាល្វីងតិចមិនឆ្ងាញ់ព្រោះខ្ញុំចង់ល្វីងតិចចឹងណាហើយយើងដាក់គ្រឿងយើងនៅរត់ដងនឹងឯងមានអំបិលប៊ីចេងខ្ទឹមស្ករសទឹកត្រីម្រេចហ្នឹងឯងនិយាយទៅអត់បានដាក់ម្រេចគឺថាអត់ឆ្ងាញ់តែម្ដងហើយដាក់យើងកូរឲ្យចូលគ្រឿងតិចមកហើយយើងដាក់ខ្ទឹមក៏បានដាក់ខ្ទឹមមួយជាមួយគ្នាក៏បានតាមចំណង់ចិត្តចឹងតែខ្ញុំដាក់ខ្ទឹមតិចសារនេះដោយសារថាខ្ញុំមានស្លឹកខ្ទឹមយ៉ាងច្រើនចឹងណាហើយខ្វះបានគឺម្ទេសតែម្ដងឈឺកាពះយ៉ាងណាក៏ដោយក៏អាចអត់ម្ទេសបានដែរយីមែនបើអត់ខ្ញុំថាវាអត់ឆ្ងាញ់ម្ហូបមួយហ្នឹងទោះបីជាវាមើលទៅតំណងប៉ុណ្ណាក៏នៅតែវាអត់មានអារម្មណ៍ថាអត់ឆ្ងាញ់ពេលដែលបានដាក់ម្ទេសហើយគឺមានអារម្មណ៍ថាម្ហូបមួយហ្នឹងគឺឆ្ងាញ់ជាតិចូលជាតិគ្នាល្អមកឥឡូវបន្ទាប់ពីយើងដាក់គ្រឿងហើយយើងចាប់ផ្ដើមដាក់ម្រះយើងចូលថាច្រើនខ្លាំងមែនតើឡើងហៀចានណាចៀន2ដងឡើងក្រាស់ហ្មងនឹងមហិច្ឆតាចិត្តដែលឃ្លានខ្លាំងពេកតែក្នុងចិត្តធ្លាប់គាត់ថាចង់សម្រក់ផ្លោដល់ពេលឃ្លានខ្លាំងពេកហូបភ្លេចគិតអាចចិត្តចង់សម្រក់ខ្ញុំមានរឿងមួយទៀតចង់និយាយពាក់ព័ន្ធនឹងវីដេអូខ្ញុំផុសមួយយ៉ាងហ្នឹងផុសសើឡើងមួយយូរទេតែខ្ញុំលើបងគាត់និយាយថាមកពីយើងធ្លាប់ផុសវីដេអូវែងទៅពេលផុសវីដេអូខ្លីវាបែរជាធ្លាក់មកយូរហើយជាអញ្ចឹងមែនតើហ្នឹងអ្វីពីមុនខ្ញុំផុសវីដេអូសិតតែ3នាទីឡើងវែងអញ្ចឹងណាតែមួយរយៈក្រោយនេះអេនមានថាផុសវីដេអូខ្លីក៏បានអញ្ចឹងណាតែខ្ញុំផុសវីដេអូខ្លីមានអីធ្លាក់មកយូរធ្លាក់ឡើងក្រហមឥឡូវឡើងងើបលេងរួចអត់ជួលឯនេះឥឡូវក្រុមហ៊ុន Facebook ដាក់ challenge ទៀតតែដឹងបានគេអត់ទេដូចគ្មានសង្ឃឹមទេបានប្រឹងលេងយ៉ាងណាក៏នៅតែធ្លាក់ញូរក្រហមតែអញ្ចឹងសែតហ្មងតែឥឡូវបងប្អូនអ្នកគ្នាមកមើលវងទាខ្ញុំជៀនម្ដងគឺថាឆ្អិនអ្នកនរគ្នាទំនងអត់ជាតិហ្មងល្វីងតិច